ngày nó cái dương vo cầm đại hướng mới để tu on men bông cái đó thông phật để nhom lọp khơi nó còn hướng dân bị phốt một game master nó là một bên gì muốn hướng phía tham ấy ní nè trong bộ phép đó này nè nè trong băng chia sẻ khả năng anh chạy tăng bằng phí trong vậy ra bây giờ dân ở đây mơ game master thì nhung cái này cứ chỉ hướng mua để những ai mơ bán để ra những anh mày thời từng coi mơประมาณ season មុនយើងអាចចាំមិនទៅអង្គុយមើល House of the Dragon នេះគឺជារបស់ដែលដាច់ like ពីរឿងផ្សេងទៀតប៉ុន្តែបើសិនយើងធ្លាប់មើលមុនវាធ្វើឲ្យយើងកាន់តែឈៀបជាមួយនឹងរឿងក្រោយនេះហើយចង់ឲ្យថាពិភព Game of Thrones គឺមិនមែនជាពិភពដែលសប្បាយទេនេះគឺជារឿងមួយដែលបង្ហាញនៅភាពខ្មៅងឹតអំពើអាក្រក់របស់មនុស្សអាមិនក៏ចេញមកដែរទូអង្គជាតែក្រក់មួយនៅក្នុងនោះគេប្រកែរស័យរងថាឲ្យអ្នកមើលស្អប់មើលnóស្អប់ទូដូចអាចចឹងពេលខ្លះអង្គុយមើលវាធ្វើអំពើអាក្រក់ខឹងហ្មងអញ្ចឹងរឿងមួយនៅក្នុងពិភពហ្នឹងវាមានអាលក្ខណៈខ្មៅហ្នឹងវាអត់វាមិនមែនជារឿងដែលលេះលោះលេងសើចទេហើយបន្ទាប់មកគឺយើងមានរឿងក្រោយនេះដែលមានលក្ខណៈខុសពីអារបស់មុននេះគឺជារឿងដែលមានលក្ខណៈភ្លឺជាងមុនវាមិនមែនសប្បាយហ្មងទេតែគាត់ថាវាមិនសូវខ្មៅងឹតដល់មុនអញ្ចឹងយើងមានសាច់រឿងបង្ហាញពីដំណើរផ្សងព្រេងរបស់បុគ្គលម្នាក់ដែលមានកម្ពស់ហើយគាត់អត់មានអីទាំងអស់ក្នុងខ្លួនហើយគាត់រៀងលើតិចហ្នឹងទៅបើប្រើពាក្យខ្មែរគេហៅថាឃ្លោកអាហ្នឹងធំតែមានជាតមុងអញ្ចឹងតួឯងនៅក្នុងហ្នឹងគឺអញ្ចឹងបើក្បាលភាគទី1មកគឺអ្នកតសេប្រាប់អ្នកមើលហ្មងថារឿងហ្នឹងគឺខុសពីរឿងមុនគេដាក់ឈុតកប់សាក់សពគេធ្វើរបៀបមេឃភ្លៀងឈុតហ្នឹងមើលមកវាសគុតសគុំមកវាមិនមែនតែឈុតតែសុបាយទេណាហើយគេបង្ហាញណែនាំតួឯងឲ្យយើងស្គាល់ឃើញមុខដំណើរផ្សងព្រេងរបស់គាត់គឺចាប់ដើមពីកន្លែងហ្នឹងបន្ទាប់មកគេចាក់ជំនាញ Game of Thrones ហើយបន្ទាប់មកកាត់ចូលតួអង្គចំតិតក្តិតបាញ់អាចថតក្តិតឲ្យមើលថតអាចឲ្យមើលទៅកប់សេរីអញ្ចឹងគឺយើងដឹងថានេះគឺជាប្រភេទរឿងរបៀបម៉េចអញ្ចឹងសាច់រឿងបង្ហាញពីតួអាចរបស់យើងឈ្មោះ Don ហ្នឹងដែលជាណៃជាអ្នកចម្បាំងជីសេះហ្នឹងដើរផ្សងព្រេងជាមួយនឹងអេងពីក្នុង Avatar The Last Airbender មកខ្ញុំនិយាយមែនណាឲ្យតែអង្គុយមើលសាច់រឿងបង្ហាញពីមនុស្សក្បាលកាចាស់ដើរជាមួយនឹងក្មេងមួយគឺពាក្យច្រើនហ្នឹងល្អមើលមិនដឹងមិនហើយយើងមានរបស់ដែលគួរឲ្យចាប់អារម្មណ៍មួយដល់ថាយើងមានសាច់រឿងមនុស្សពីរនាក់ដែលផ្ទុយគ្នាទាំងអស់ហ្មងយើងមានតួឯករបស់យើងហ្នឹងគឺគ្រាល់ហាមអត់មានក្នុងខ្លួនទេហើយឋានៈជាណៃហ្នឹងក៏មិនដឹងជាណៃអីពិតប្រកបដើរទៅណាមកនេះដឹងទេតែតោលមានតែសេះ3ក្បាលជាមួយនឹងក្អាកាយាយាមើលពីរហ្នឹងខុសគ្នាដល់ថាអាមួយខ្ពស់អាមួយទាបអាមួយអាយុច្រើនអាមួយអាយុតិចអាមួយក្បាលមានសក់អាមួយតងោលហើយជាមួយនឹងចំណុចផ្ទុយគ្នាមួយទៀតដែលខ្ញុំអត់ចង់និយាយដោយសារអត់ចង់ប្រើភាសាយើងតែពីរនាក់ហ្នឹងគឺផ្ទុយគ្នាអញ្ចឹងដល់អញ្ចឹងវាបង្កើតនៅតំណែងតំណងដែលគួរឲ្យចាប់អារម្មណ៍ដែលគួរចង់មើលមួយជាធម្មតាតួឯងនៅក្នុងរឿងភាគច្រើនគឺគេទៅសេឲ្យតួអង្គហ្នឹងបកកែខាងឯមួយអញ្ចឹងទៅគាត់បកកែខាងច្បាំងគ្នាកាប់ចាក់គាត់បកកែខាងបញ្ញាគាត់ឆ្លាតវៃគាត់អាចយកឈ្នះសត្រូវបានតាមរយៈការប្រើខួរក្បាលអីអញ្ចឹងទៅគាត់មានទ្រព្យសម្បត្តិគាត់មានអំណាចគាត់មានអញ្ចឹងទៅប៉ុន្តែចំពោះតួឯងនៅក្នុងនេះគឺផ្ទុយពីរឿងផ្សេងទៀតត្រង់ថាគាត់អត់មានទាំងអស់ក្នុងខ្លួនគាត់អ្វីដែលគាត់មានគឺគាត់ខ្ពស់តែប៉ុណ្្នឹងហើយគាត់ឃ្លោកហើយពេលខ្លះទៅគាត់រៀងលើអញ្ចឹងទៅដល់យើងអង្គុយគាត់ទៅចុះហេតួឯងគួរឲ្យចង់មើលដែរអញ្ចឹងប៉ុន្តែចង់បើថាខ្ញុំអង្គុយមើលហ្នឹង6ភាគហ្នឹងគឺខ្ញុំចូលចិត្តតួអង្គហ្នឹងខ្ញុំចង់ឃើញមុខនៅក្នុងរឿងក្រោយនៅក្នុងវគ្គក្រោយទៀតដឹងមូលហេតុដោយសារអត់ដោយសារតួឯកនេះគឺជាមនុស្សមួយដែលល្អនៅក្នុងពិភពដែលខ្មៅងឹតមួយបូពេញទៅដោយតួអង្គចិត្តអាក្រក់គឺយើងមាន Duncan ដែលជាពលឺហាក់បីដូចជា Superman នៅក្នុងពិភព Game of Thrones ហ្នឹងអញ្ចឹងអ្វីដែលគាត់មានគឺគាត់ចង់ធ្វើនៅអំពើល្អតែប៉ុណ្្នឹងគឺយើងចូលចិត្តគាត់បាទគេអត់អញ្ចឹងយើងមើលតួឯកហ្នឹងគឺត្រូវដើរឆ្លងកាត់ចូលទៅក្នុងវងចចកមួយតើនឹងមានព្រឹត្តិការណ៍អ្វីកើតឡើងមនុស្សដែលនៅជុំវិញគាត់ហ្នឹងគឺសិតតែមនុស្សអាក្រក់តើគេអាចនឹងធ្វើបាបគាត់មិនគាត់ត្រូវឆ្លងកាត់ឧបសគ្គអីខ្លះនៅក្នុងរឿងហ្នឹងហើយព្រឹត្តិការណ៍សំខាន់នៅក្នុងហ្នឹងគឺកើតឡើងនៅប្រហែលភាគទៅមុខទៀតដែលអាចផ្ដាច់ជីវិតរបស់គាត់បានហើយយើងអង្គុយមើលចង់នឹងចំតើគាត់ឆ្លងកាត់ឡើងនឹងមិនណាពេលដែលយើងចូលចិត្តតួឯកនៅក្នុងនេះគឺវាមិនខុសគ្នាពីពិភពពិតត្រង់ថាពេលដែលយើងឃើញមនុស្សដែលចាប់ដើមពីសូន្យមកចាប់ដើមពីបាតដៃទៅទេពីចំណុចនៅបាតហើយព្យាយាមកសាងខ្លួនឲ្យឡើងមកដល់លើគឺជារបស់មួយដែលគួរឲ្យសរសើរជារបស់មួយដែលធ្វើឲ្យយើងចូលចិត្តរបស់មួយដែលយើងគោរពហើយចង់ថានេះមិនមែនជាប្រភេទរឿងកាប់ចាក់រឿង action នេះគឺជារឿងដែលយឺតមួយដែលយើងអង្គុយមើលតែគេនិយាយគ្នាទេមករឿងទាំងមូលហ្នឹងគាត់ថាវាមានកន្លែង action ប្រមាណឈុតនៅក្នុងហ្នឹងតែប៉ុណ្្នឹងវាមិនមែនជារឿងដែលយើងមើលដើម្បីមើលគេកាប់គ្នានេះគឺជារឿងមួយដែលផ្ដោតលើត
តួអង្គនៅក្នុងរឿងហ្នឹងប៉ុន្តែឲ្យទៅដល់កន្លែង action មួយខ្ញុំគាត់ថាគេថតបានស្អាតគេថតបានលយវាមើលមកវាឃើញស្ដែងមិនមែនមើលកុំព្យូទ័រហើយជាពិសេសគឺភាគទី5ដែលជាភាគចំណុចកំពូលនៃរឿងហ្នឹងរបស់ដែលយើងតឹងរង់ចាំមើលយើងមានព្រឹត្តិការណ៍សំខាន់មួយហើយខ្ញុំស្រឡាញ់ថាមានឈុតមួយគេថតចេញពីក្នុងមុខក្លុបមើលមករបៀប first person កាប់ដៅលយមកគេបង្ហាញពីភ្នែករបស់ទូឯកយើងឲ្យឃើញថាកន្លែងច្បាំងគ្នាគឺវាអញែញ៉ៃពេលប្រយុទ្ធគ្នាគឺអត់ដឹងស្អីទេវក់វល់ពេញទាំងអស់ដល់ពេលដួលចូលផុកដាក់ផុកនោះខ្ចាយចូលមុខក្លុបនឹងវាបាំងភ្នែកយើងទៀតអញ្ចឹងមកដល់នេះគេធ្វើមកក្នុងរបៀបមួយដែលថាបើមិនមែនតែនទៅវាមិនវាមិនដូចយើងអង្គុយមើលអញ្ចឹងបើឲ្យខ្ញុំរៀបរាប់រឿងហ្នឹងដោយខ្លីមួយគឺដូចយើងដាក់បាអញ្ចឹងយើងដាក់អង្គយើងដាក់ទឹកយើងបើកភ្លើងយើងដាំវាក្តៅបន្តិចម្ដងរហូតដល់វាពុះដល់វាឆ្អិនរឿងហ្នឹងគឺអញ្ចឹងវាមិនមែនរបៀបរឿងចូលមកកាប់ចាក់ទៅញាប់ឆ្មេអត់មានទេយើងទៅបន្តិចម្ដងគេបង្ហាញសាច់យើងម្ដងមួយរហូតដល់អាភាគនោះភាគហ្នឹងគឺកន្លែងដែលយើងរំភើបគេចាក់ចម្រៀងហ្នឹងមកអស់ចាណាអង្គុយមើលដល់ភាគហ្នឹងគឺហាក់បីដូចជាយើងតន្ទឹងរង់ចាំដើម្បីបានស៊ីបាយមួយដែលឆ្ងាញ់មួយហើយដូចខ្ញុំនិយាយពីខាងដើមហ្នឹងរឿង Game of Thrones គឺអត់មានលាក់ទេបង្ហាញមកអស់សូម្បីតែកន្លែងស្រាតយើងមានបើក្បាលភាគទី2ក៏ចូលមកណាចេញតួអង្គស្រាតខោចេញបងក្តោប៉ិនកពួនដៃមកចុយឈោបាញ់នោមកដាមកយើងមើលមកដល់អង្គុយមើលឆ្ងល់ជួយអត់តន់ហឹងប៉ុណ្ណឹងជឿតែមកហឹងទេប៉ុណ្ណាកពួនជើងហើយបើសិនឆ្ងល់ដល់មិនបានខ្ញុំមិនសូវនិយាយពីអាងោលហ្នឹងដោយសារប្រវត្តិសាច់រឿងមកតួអង្គហ្នឹងគឺវាប្រហើបសាច់រឿងគេអត់បង្ហាញឲ្យយើងទេអាក្បាលដបូនយើងមើលទៅមុខទៀតហើយខ្ញុំចូលចិត្តការកសាងតំណែងរវាងក្មេងហ្នឹងជាមួយតួឯករបស់យើងហ្នឹងដូចបងប្អូនមែនតើបងប្អូនបកើតហ្នឹងវាគ្រាន់បើយ៉ាងបងប្អូនបកើតមែនតើនិយាយមែនខ្ញុំរកចំណុចអវិជ្ជមាននិយាយអត់បានទេពីក្នុងរឿងហ្នឹងតែទាស់ត្រង់ថារឿងខ្លីពេករឿងនេះមកភាគកន្លះម៉ោងហើយមានតែ6ភាគឯងចឹងបើសិនយើងច្បាច់ចូលគ្នានេះយើងបានប្រហែលជារឿង3ម៉ោងជាងហ្នឹងខ្ញុំនិយាយមែនបើសិនយកល្អធ្វើរឿងហ្មងទៅរឿងភាគស្អីគេខ្ញុំសប្បាយអង្គុយមើលហ្នឹងក្នុងរោងកុនណាដោយសារនេះគឺជារឿងដែលស្អាតមួយហើយសំខាន់គឺគេអត់សូវកាត់តយញ៉ៃទេរឿងនេះគឺតែថតនៅកន្លែងប៉ិតយើងមើលទេសភាពឃើញរបស់ប៉ិតរបស់ដែលយើងអាចចាប់កាន់ដៃបានណាវាមិនមែនដូចរឿងខ្លះថតអស់រាប់រយលានអង្គុយមើលគេថតក្នុងបន្ទប់និងអង្គុយមើលកុំព្យូទ័រអញ្ចឹងអត់មាននិយាយច្រើនទេយោងទៅតាមការសិក្សាស្រាវជ្រាវតាមលក្ខណៈវិទ្យាសាស្ត្រគឺយើងបានដឹងថាអ្នកចម្បាំងជីសេះនៅក្នុងអាណាចក្រទាំង7មានកម្ដៅ90អង្សាខ្ញុំនឹងទន្ទឹងរង់ចាំមើល season ទី2ហើយមួយទៀតនេះគឺជារឿងមួយដែលផ្ទុយពីរបស់ពីក្នុង Netflix ត្រង់ថាយើងមាន Stranger Things យ៉ាងតម្រងតែគេចេញមួយ season ទៅចំណាយពេលយូរតួក្មេងៗឡើងក្បាលកាចាស់ហើយខ្ញុំលែងចង់មើលដល់ចឹងទៅដល់ពេលរឿងនេះគឺគេថតរាល់ឆ្នាំចឹងដើម្បីកុំឲ្យតួឆាប់ធំពេកអញ្ចឹងឆ្នាំក្រោយគេចេញ season ក្រោយទៀតដោយសារឥឡូវហ្នឹងគេកំពុងថតអញ្ចឹងគឺវាឆាប់បានមើលហើយខ្ញុំនឹងទន្ទឹងរង់ចាំមើលដំណើរផ្សងព្រេង2នាក់ហ្នឹង Duncan មួយងោលហ្នឹងនៅក្នុង season ក្រោយជួបគ្នាបាយជម្រាបលា